សិក្សាអំពីរូបមន្ត RAT RAT គឺជាការគណនារោគអត្រាការប្រាក់ Syntax RAT បាទ N per year PMT PV SV Thai Gas បាទអញ្ចឹង N per មកពី N per រៀលចំនួនរយៈពេលគិតជាខែឬឆ្នាំ PMT បង់តាមពេលវេលានីមួយៗបាទ PV present value មានន័យថាតម្លៃបច្ចុប្បន្ន FV តម្លៃនាពេលអនាគត Thai ការជ្រើសរើស0គិតចុងគ្រានិង1គិតដើមគ្រាតោះអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមនេះគឺ delta របស់យើងមានន័យថាលេខ4នេះមានន័យថា year of the loan បាទអញ្ចឹងរយៈពេលដែលយើងខ្ចីគឺ4ឆ្នាំបាទដក200មានន័យថាយើងបង់ចាំខែ$200បាទ amount of loan បាទ$8000មានន័យថាយើងបានប្រើប្រាក់កម្ចីនឹងចំនួន$8000តោះអញ្ចឹងរូបមន្តរបស់យើងគឺយើងគណនាប៉ុណ្ណឹងមកគឺចេញអត្រាការប្រាក់ result យើងនេះ 1% តោះអញ្ចឹងយើងចូលគណនាជាក់ស្ដែងទី1គឺយើងត្រឡប់មក Microsoft Excel ចេញមកបាទអញ្ចឹងយើងបង្កើត sheet ថ្មីមួយទៀតខ្ញុំដាក់ rename ហើយខ្ញុំវាយពាក្យ RAT ចូលបាទអញ្ចឹងគឺយើងអាច copy លំហាត់នឹងបាននៅក្នុង Hell នេះតែម្ដងបាទបន្តមកទៀតគឺយើងវាយ RAT ចូលមកបាទអញ្ចឹងនេះក្នុងនឹងមាន RAT function បាទអញ្ចឹងយើងរកទិន្នន័យឲ្យយើងបាទអញ្ចឹងយើងមើលចូលមកក្នុង delta នេះបានហើយអញ្ចឹងគឺយើង copy ទិន្នន័យនឹងឡើងមកលើមកតោះអញ្ចឹងដើម្បីគណនាបានអញ្ចឹងទី1គឺយើងវាយស្មើបាទ RATE បាទតមកទៀតគឺយើងមើលមុនគេគឺ N per មានន័យថា N per រៀលនេះ year of the loan អញ្ចឹងគឺយើង select លេខ4ហ្នឹងមកបាទអញ្ចឹង4នេះគិតជាឆ្នាំអញ្ចឹងយើងគិតជាខែយើងត្រូវគុណនឹង12ដកទៀតតមក comma មកគឺ PMT នេះ payment monthly របស់យើងហ្នឹងបាទ comma មកទៀតមកគឺ PV អញ្ចឹងគឺយើង select លើ amount of loan ហ្នឹងឯងតម្លៃដែលយើងបាទខ្ចីគេចំនួនប្រមាណអញ្ចឹងយើង enter តែម្ដងបាទអញ្ចឹងមានន័យថាអត្រាការប្រាក់ហ្នឹងគឺ 1% មានន័យថាយើងខ្ចីលុយគេហ្នឹងចំនួន$8000យើងខ្ចីរយៈពេលបាទ4ឆ្នាំហើយយើងសងគេក្នុងមួយខែ$200អញ្ចឹងមានន័យថាគេប្រើអត្រាការប្រាក់1%បាទតោះអញ្ចឹងយើងអាច copy រូបមន្តខាងលើនេះមកបាទហើយយើងវា apostrophe 1មកផាសចូលមក